បើសិនជាមានកម្រងទៅលេងកំពង់សោមអាចសែវប្រហែលកន្លែងនេះទុកទាំងអស់គ្នាគឺមានម្ហូបតាំងពីព្រឹករហូតដល់ល្ងាចតែម្ដងមានតាំងពីកាហ្វេអាហារសម្រន់អីផ្សេងរហូតដល់ល្ងាចខ្ញុំណែនាំអ្នកទាំងអស់គ្នាប្រហែលកន្លែងនេះណាបាយស្រូបអីផ្សេងហ្នឹងគឺរៀងពិបាករកនៅខាងកំពង់សោមហ្នឹងអញ្ចឹងអ្នកទាំងអស់គ្នាអាចតាមដានវីដេអូមួយនេះបានសម្រាប់ទីតាំងទី1នេះគឺមានអ្នកស្គាល់ច្រើនហើយគឺមឹកអាំងកន្លែងអាវក្រហមណាអាវក្រហមហ្នឹងនៅមួយជួរឆ្នេរអូជាទៀលហ្នឹងគឺសត្វតែអាវក្រហមអញ្ចឹងចំណាំមុខគាត់ទុកទៅដោយសារតែគាត់នឹងហើយជាម្ចាស់ដើមហើយមឹករបស់គាត់ពិតជាឆ្ងាញ់មែនអានេះខ្ញុំមិននិយាយតគ្នាដោយសារតែពួកខ្ញុំនឹងស្គាល់កន្លែងគាត់នឹងយូរហើយក៏បានជួយថតគាត់នឹងក៏ច្រើនដងហើយដែរអញ្ចឹងក៏មានអ្នក review ផ្សេងក៏គាត់ជួយ review គាត់ច្រើនទៀតដែរអញ្ចឹងកន្លែងគាត់នឹងគឺពិតជាឆ្ងាញ់មែនទៅលើទឹកត្រីហើយជាពិសេសមុខរបស់គាត់គឺស្រស់តែម្ដងមានតាំងត្រប់អាំងអីផ្សេងទៀតអញ្ចឹងណាអញ្ចឹងអ្នកគាត់ស្គាល់កន្លែងហ្នឹងមានច្រើនហើយដែរហើយសម្រាប់ទីតាំងទី2នេះគឺជាកន្លែងលក់បាយស្រូបហើយក៏មានកាទៀវមានអីផ្សេងទៀតដែរព្រោះថានៅកំពង់សោមចង់ហូបបាយស្រូបកាទៀវអីធម្មតាដូចយើងនៅភ្នំពេញនេះវាដូចជារឿងអត់សូវសម្បូរដែរតែកន្លែងនេះគឺមានគ្រប់មុខមានតាំងបសអីផ្សេងផាក់ឡូវអីទៀតចឹងណាហើយទីតាំងអីផ្សេងអ្នកទាំងអស់គ្នាអាចមើលក្នុង comment បានដោយសារតែខ្ញុំនិយាយនេះគឺកាត់ជូនអ្នកទាំងអស់គ្នាទេគ្រាន់ថាកន្លែងនេះគឺគាត់លក់តាំងពីព្រឹកហ្នឹងមានកាទៀវមានបាយស្រូបមានបាយផាក់ឡូវមានបបរសនិយាយទៅគឺមានច្រើនមុខកន្លែងគាត់ហ្នឹងអញ្ចឹងមានគ្រួសារច្រើនអ្នកអីគឺអាចទៅកន្លែងហ្នឹងបានហើយសម្រាប់កន្លែងទី3នេះគឺកន្លែងលក់គ្រឿងសមុទ្រហើយកន្លែងនេះខ្ញុំហ៊ាននិយាយបានថាគ្រឿងសមុទ្រអ្នកទាំងអស់គ្នាបើអត់រសអត់ស្រស់ទេគឺគាត់អត់លក់ឲ្យយើងទេកន្លែងគាត់ហ្នឹងគឺម៉ាក់បៃសៀងលក់គ្រឿងសមុទ្រនៅផ្សារខ្មែរនៅខាងកំពង់សោមហ្នឹងគឺគេហៅអញ្ចឹងហើយគ្រឿងសមុទ្ររបស់គាត់គឺពិតជារសមែនទាំងអស់គ្នាហើយសូម្បីតែម៉ូយរបស់គាត់មានតាំងពីចិនគឺចិនច្រើនមែនតើហើយខ្មែរយើងណាដែលទៅទិញកន្លែងហ្នឹងហើយគឺដឹងតែជាប់ចិត្តហ្មងហើយកន្លែងបន្ទាប់នេះគឺជាអាហារសម្រន់របស់មនុស្សស្រីគឺបុកល្ហុងទាំងអស់គ្នាអញ្ចឹងដោយថាយើងមកពីកំពង់សោមឡើងមកពេញវិញអីចង់ខ្ចប់ចង់អីហ្នឹងគឺអាចទៅនឹងបានដោយសារកន្លែងគាត់ក៏មានប្រហិតមានអីផ្សេងដែរហើយសម្រាប់កន្លែងបន្ទាប់នេះគឺមកចប់ហ្មងមានតាំងពីកាហ្វេកន្លែងគេងអាហារសម្រន់អីគឺទៅកន្លែងហ្នឹងបានហើយអ្នកទាំងអស់គ្នាគឺអាចថតរូបបានលេងច្រើនមែនតើនៅម្ដុំឆ្នេរព្រែកត្រែងឆ្លងថតច្រើនហើយដោយសារតែកន្លែងគាត់នេះគឺគាត់បើកជាលក្ខណៈ resort ណាអញ្ចឹងមានកន្លែងគេងទៀតហើយសម្រាប់កន្លែងបន្ទាប់នេះគឺកន្លែងញ៉ាំសាច់អាំងទឹកកាពិពេលល្ងាចឡើងណាអូយគឺពេលល្ងាចឡើងចង់រកអញ្ចឹងអីនៅកំពង់សោមដូចរៀងបាក់តិចណាអញ្ចឹងសេវកន្លែងនេះបានគឺសាច់អាំងទឹកកាពិកន្លែងនេះគឺខ្ញុំធានាហ្មងបងប្អូនកន្លែងបងប្អូនយើង BBQ នោះគឺទឹកកាពិរបស់គាត់ឆ្ងាញ់ណាកន្លែងហ្នឹងអ្នកទាំងអស់គ្នាបើថាបានទៅសាកហើយគឺដឹងតែជាប់ចិត្តតែម្ដងគឺអូយសាច់គាត់ផុយឆ្ងាញ់ណាស់ទឹកកាពិរបស់គាត់ហ្នឹងអញ្ចឹងសម្រាប់ទីតាំងលម្អិតបន្ថែមទៀតខ្ញុំដាក់នៅក្នុង comment ជូនអរគុណច្រើន